មានតែពួរម៉ាក់គួរតែតមអាហារអ្វីខ្លះចានៅក្នុងបច្ចេកទេសពេទ្យតាំងពីខ្ញុំជាឆ្មឬក៏ហូចរាល់ថ្ងៃហ្នឹងនៅក្នុងផ្នែកគ្រូពេទ្យតែម្ដងចាបើកាត់ពីជំនាន់ឆ្មផងសោតជាប់មាត់ហ្មងម៉ាក់កំពុងមានតែពោះណាចឹងពេលមានតែពោះហាមញ៉ាំរបស់ហិលរបស់ផ្អាប់ភេសជ្ជៈសម្បូរជាហ្គាសណារបស់ហិលហ្នឹងរបស់ហិលយ៉ាងណារបស់ហិលដែលវាមានសារធាតុហិលកាហាយផ្សារខ្លាំងមែនតើណាវាមិនមែនគ្រាន់តែញ៉ាំម្ទេសជាមួយទឹកសឡធម្មតាគឺញ៉ាំរបស់ហិលចារបស់ហិលហ្នឹងហើយវាអត់មានគុណតម្លៃដល់សុខភាពទេឧទាហរណ៍របស់បំពងចាដែលមានខ្លាញ់មានប្រេងមានជាតិម្សៅហើយដាក់ហិលនៅក្នុងរបស់បំពងទៀតអាហ្នឹងអត់ជួយដល់សុខភាពទេរបស់ផ្អាប់ប្រហុកម៉ាំចារបស់ខៅចាអូយអាហ្នឹងអត់បានទេចានៅក្នុងហ្នឹងមាន yeast ចាវាធ្វើឲ្យយើងហ្នឹងទៅជាគេហៅថាកើតផ្សិតទៅជាលមាស់បើស្ត្រីមានផ្ទៃពោះផងអាចទៅជាធ្លាក់សអាចទៅជាឈឺកាពះហើយវាជាប្រភេទអាហារដែលមាន vibration ឬក៏ថាមពលទាបមែនទែនវាអត់ឲ្យប្រយោជន៍ដល់សុខភាពទេអាបញ្ញាស្មារតីខួរក្បាលហ្នឹងក៏វាអត់មានដែរអញ្ចឹងវាក៏អត់បានបញ្ជូនអាសារធាតុល្អនោះទៅជួយត្រង់ការលូតលាស់ផ្នែកបញ្ញាស្មារតីឬក៏កោសិការបស់ទារកនឹងឲ្យបានល្អប្រសើរដែរមិនមែនប្រអាប់ប្រហុកទេខ្ញុំក៏ចូលចិត្តដែរប៉ុន្តែខ្ញុំនិយាយអំពីភាពជាក់ស្ដែងនៅក្នុងអាហារចាប៉ុន្តែសួរថាហាមដាច់ខាតអត់អូខេម្ដងម្កាលយើងញ៉ាំទៅអានឹងបើសិនជាវាឃ្លានហើយតែបើញ៉ាំជាប្រចាំហ្មងអូអត់មានទេអាហ្នឹងគេហៅថា malnutrition កង្វះអាហារូបត្ថម្ភដល់កូនទៀតចំណុចទី3នោះគឺភេសជ្ជៈសម្បូរជាតិហ្គាសសម្បូរជាតិហ្គាសហ្នឹងគឺសំខាន់មែនទែនព្រោះឲ្យយកភើចាទៅជារលាកគេហៅថាផ្នែកខាងលើនៃកាពះឬក៏អាលាកកកាពះអាលាកបំពង់កដោយសារវាជាតិហ្គាសខ្លាំងពេកហើយយើងមានអាបញ្ហាឈឺកាពះឬក៏ដំបៅកាពះផងព្រោះស្ត្រីពេលមានតែពោះពេលមានទង្ងន់ទៅកូនរៀងធំទៅបុកមកកាពះគាត់នេះអញ្ចឹងសូមអីតាគេងក៏គេឲ្យគេងជាងដែរព្រោះអីវាអាចប៉ះពាល់ជាមួយនឹងប្រព័ន្ធរំលាយអាហារហើយអាញ៉ាំរបស់ហ្គាសហ្នឹងទៀតក៏វាអាចធ្វើឲ្យជំរុញអាការប៉ះពាល់ប្រព័ន្ធរំលាយអាហារហ្នឹងកាន់តែខ្លាំងហើយភេសជ្ជៈសម្បូរជាតិហ្គាសខ្លះគឺវាមិនមែនត្រឹមប៉ះពាល់កាពះវាមានជាតិស្ករខ្លាំងពេកអញ្ចឹងការអ្នកម៉ាក់អត់បានត្រួតពិនិត្យអាហ្នឹងគឺវាប៉ះពាល់ដល់សុខភាពកូនហើយអាចនឹងធ្វើឲ្យមានបញ្ហាទឹកនោមផ្អែមឬក៏លើសជាតិស្ករខ្លាំងឡងពេលមានតែពោះអញ្ចឹងអ្នកម៉ាក់ត្រូវត្រួតពិនិត្យហើយក៏របស់ប្រៃខ្លាំងក៏គេឲ្យតមដែរព្រោះពេលមានតែពោះគេត្រូវឲ្យទៅមើលទឹកនោមឲ្យបានទៀងទាត់ហ្មងគេហៅ urine analyze ចាទៅវិភាគទឹកនោមមានទឹកនោមប្រៃអត់មានប្រូតេអ៊ីនច្រើនអត់មានជាតិសាច់ច្រើនអត់មានលើសជាតិសាច់មានលើសជាតិស្ករមានលើសជាតិប្រៃនឹងអត់គឺគេវិភាគរហូតតែម្ដងអញ្ចឹងចំណីអាហារគឺសំខាន់មែនទែនសម្រាប់ស្ត្រីមានផ្ទៃពោះអញ្ចឹងថ្ងៃហ្នឹងខ្ញុំលើកតែ3ចំណុចទេដែលស្ត្រីមានផ្ទៃពោះក៏យកចិត្តទុកដាក់នៅក្នុងការញ៉ាំឬក៏មិនឲ្យញ៉ាំឲ្យហួសហេតុពេកទេគឺសឹងថាបតំបានក៏ល្អដែរចាអរគុណច្រើនពីខ្ញុំអ្នកគ្រូសេពៅបើចង់បានមេត្តាល្អដែលផ្សារភ្ជាប់នឹងអាហារជាមួយសុខភាពកុំភ្លេច follow នៅក្នុង platform របស់វេត្រាផងចាដែលមានតាំងពី Facebook TikTok និង YouTube ចាអរគុណ